ធ្វើដោយម្ដេចទើបដឹងថាខ្លួនយើងមានការអភិវឌ្ឍជាងមុនការដឹងថាខ្លួនយើងមានការអភិវឌ្ឍជាងមុនមិនវាស់ដោយលុយឬក៏ទូនាទីតែប៉ុណ្ណោះទេប៉ុន្តែយើងអាចមើលឃើញតាមរយៈការផ្លាស់ប្ដូរខាងក្នុងនិងអាកប្បកិរិយាខាងក្រៅប្រចាំថ្ងៃរបស់យើងនេះឯងហើយអាយុរបស់យើងក៏មិនបានវាស់អំពីការអភិវឌ្ឍចិត្តគំនិតស្មារតីរបស់យើងដូចគ្នាពីព្រោះថាមានមនុស្សចាស់ជាច្រើនដែលគាត់មានអាយុច្រើនហើយប៉ុន្តែចិត្តគំនិតឬក៏ការគិតរបស់គាត់ហ្នឹងគឺនៅតែដូចកូនក្មេងនៅឡើយវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលយើងត្រូវដឹងថាតើខ្លួនរបស់យើងមានការអភិវឌ្ឍជាងមុនដែរឬទេពីព្រោះថាការអភិវឌ្ឍខ្លួនឯងនេះហើយដែលនឹងនាំយើងទៅរកការស្គាល់ថាតើខ្លួនយើងជានរណាឲ្យប្រកបដោយសារតែមកដល់ថ្ងៃនេះហើយនៅតែមានបងប្អូនយើងជាច្រើនដែលគាត់មិនទាន់បានស្គាល់ថាតើខ្លួនឯងជានរណាឲ្យប្រកបហើយថែមទាំងមិនទាន់ចេះស្ដាប់អារម្មណ៍ខ្លួនឯងថែមទៀតផងដូច្នេះថ្ងៃនេះខ្ញុំសូមលើកយក6ចំណុចដែលបង្ហាញថាខ្លួនយើងជាមនុស្សដែលមានការអភិវឌ្ឍមកបង្ហាញជូនបងប្អូនទាំងអស់គ្នាចំណុចទី1យើងចេះទទួលខុសត្រូវជាងមុនហើយយើងចាប់ផ្ដើមមើលឃើញពីកំហុសរបស់ខ្លួនឯងជាងមុនដោយមិនបន្ទោសអ្នកដទៃងាយៗឬក៏បរិយាកាសខាងក្រៅងាយៗឡើយហើយព្យាយាមស្ដាប់អ្នកដទៃនិងកែលម្អខ្លួនឯងចំណុចទី2ការគិតរបស់យើងប្រែទៅជាល្អជាងមុនយើងចេះគិតមុននឹងនិយាយឬក៏មុននឹងធ្វើអ្វីមួយមិនឆាប់មួម៉ៅក្តៅក្រហាយខឹងគេខឹងឯងដោយការពីមុនហើយគិតថាបញ្ហាគឺជាមេរៀនមិនមែនបរាជ័យចំណុចទី3គ្រប់គ្រងអារម្មណ៍បានប្រសើរជាងមុនដោយមិនបណ្ដោយឲ្យអារម្មណ៍របស់យើងជាអ្នកគ្រប់គ្រងយើងនោះទេយើងចេះធ្វើសកម្មភាពប្រកបដោយភាពឆ្លាតវៃជាងមុនដោយមិនសម្រេចចិត្តពេលដែលយើងកំពុងតែខឹងឬក៏មិនតបតពេលដែលយើងមានអារម្មណ៍មិនសប្បាយចិត្តផ្ទុយមកវិញយើងបែរជាចេះស្ដាប់អារម្មណ៍ខ្លួនឯងហើយចេះដកឃ្លាពីកន្លែងដែលកំពុងតែមានភាពតានតឹងចំណុចទី4ចេះជ្រើសរើសមនុស្សនិងបរិយាកាសជុំវិញខ្លួនរបស់យើងបានល្អប្រសើរជាងមុនយើងដឹងថាតើនរណាដែលយើងគួរតែនៅចិត្តហើយតើនរណាដែលយើងគួរតែចាកចេញហើយយើងចេះចំណាយពេលវេលារបស់យើងទៅលើរឿងដែលមានតម្លៃដោយមិនចំណាយពេលវេលារបស់យើងទៅលើរឿងដែលគ្មានប្រយោជន៍ឬក៏រឿងណាដែលមិនបានជួយដល់ការអភិវឌ្ឍខ្លួនរបស់យើងហើយយើងថែមទាំងចេះគោរពព្រំដែនផ្ទាល់ខ្លួនរបស់យើងថែមទៀតផងចំណុចទី5ចង់រៀននិងចង់កែលម្អខ្លួនឯងជាបន្តបន្ទាប់យើងចាប់ផ្ដើមចូលចិត្តស្ដាប់អ្វីដែលជួយដល់ការអភិវឌ្ឍខ្លួនឯងចង់រៀនអ្វីថ្មីៗដែលមានប្រយោជន៍ហើយមិនខ្មាស់អៀនក្នុងការទទួលពាក្យរិះគន់ពីអ្នកដទៃដោយចង់កែលម្អខ្លួនឯងឲ្យក្លាយជាមនុស្សម្នាក់ដែលល្អប្រសើរជាងថ្ងៃម្សិលមិញចំណុចទី6ចិត្តស្ងប់និងមានសន្តិភាពពីខាងក្នុងរីករាយនឹងភាពសាមញ្ញដោយមិនចាំបាច់បង្ហាញឲ្យគេដឹងថាខ្លួនយើងជាមនុស្សបែបណានោះទេគឺយើងមានសុភមង្គលចេញពីខាងក្នុងពីព្រោះតែយើងបានស្គាល់និងដឹងថាខ្លួនយើងគឺជានរណាឲ្យប្រកបដោយយើងឈប់ខ្វល់ពីក្រសែភ្នែករបស់អ្នកដទៃថាតើគេមើលមកយើងឬក៏គិតមកលើយើងជាមនុស្សបែបណាតទៅទៀតហើយបន្ទាប់ពីស្ដាប់ចប់6ចំណុចនេះហើយបងប្អូនស្ដាប់ទៅមានចំណុចណាមួយដែលបងប្អូននិយាយថាអូខ្ញុំក៏មានចំណុចទាំងអស់ហ្នឹងដែរនោះមានន័យថាបងប្អូនទាំងអស់គ្នាគឺជាមនុស្សដែលមានការអភិវឌ្ឍជាងមុនហើយទោះបីជាវាមិនទាន់បង្ហាញលទ្ធផលធំដុំនៅឡើយប៉ុន្តែវាក៏បានជួយឲ្យបងប្អូនទាំងអស់គ្នារស់នៅមានសុភមង្គលជាងមុនផងដែរសរុបមកវិញសង្ឃឹមថាវីដេអូមួយនេះនឹងផ្ដល់ជាកម្លាំងចិត្តជូនដល់បងប្អូនទាំងអស់គ្នាដែលកំពុងតែបានអភិវឌ្ឍខ្លួនឯងហើយនិងបងប្អូនដែលកំពុងតែចង់អភិវឌ្ឍខ្លួនឯងឲ្យគាត់មានកម្លាំងចិត្តក្នុងការអភិវឌ្ឍខ្លួនឯងបន្ថែមទៀតកុំភ្លេចចុច like និងចែករំលែកវីដេអូនេះម្នាក់មួយផងប្រសិនបើបងប្អូនទាំងអស់គ្នាយល់ថាវីដេអូមួយនេះមានប្រយោជន៍ហើយសម្រាប់បងប្អូនថ្មីៗដែលមិនទាន់បាន follow page Facebook និង subscribe channel YouTube ខ្ញុំទេបងប្អូនអាចចុច follow page Facebook និង subscribe channel YouTube របស់ខ្ញុំម្នាក់មួយទៅដើម្បីទទួលបានវីដេអូថ្មីៗដែលជាចំណេះដឹងបន្តទៀត